ហេតុអ្វីបានជាត្រូវមានប៉ូលីសជីសេះក្នុងសម័យដែលមានម៉ូតូទោះបីជាម៉ូតូមានល្បឿនលឿននិងទំនើបយ៉ាងណាក៏ដោយប៉ុន្តែក្នុងភារកិច្ចខ្លះប៉ូលីសជីសេះឬ mounted police នៅតែមានប្រសិទ្ធភាពខ្ពស់ជាងនេះគឺជាមូលហេតុសំខាន់ៗ 1. ការគ្រប់គ្រងហ្វូងមនុស្សនេះគឺជាទូនាទីចម្បងបំផុតក្នុងព្រឹត្តិការណ៍ធំៗដូចជាការជួបជុំតវ៉ាឬក្បួនដង្ហែផ្សេងៗភាពគួរឲ្យកោតក្រែងដងខ្លួនដ៏ធំរបស់សេះបង្កើតឲ្យមានអំណាចនិងភាពគួរឲ្យកោតក្រែងដែលធ្វើឲ្យមនុស្សងាយស្ដាប់បង្គាប់សមត្ថភាពមើលឃើញប៉ូលីសដែលអង្គុយលើខ្នងសេះមានកម្ពស់ខ្ពស់ធ្វើឲ្យពួកគេអាចមើលឃើញភាពមិនប្រក្រតីឬបញ្ហានៅក្នុងហ្វូងមនុស្សបានច្បាស់ជាងប៉ូលីសដែលដើរនៅលើដី 3. ការចូលទៅកាន់តំបន់ដែលយានយន្តចូលមិនចុះសេះអាចធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវមិនថាជាផ្លូវតូចចង្អៀតផ្លូវដំឡោបឬកន្លែងដែលមានឧបសគ្គដែលម៉ូតូឬឡានមិនអាចឆ្លងកាត់បាននៅឡើយ 3. ការវឹកវើដ៏អស្ចារ្យសេះរបស់ប៉ូលីសមិនមែនជាសេះធម្មតាទេពួកវាត្រូវបានវឹកវើយ៉ាងតឹងរឹងឲ្យសមនឹងសម្រែកខ្លាំងៗសម្លេងផ្ទុះនិងភាពវឹកវរផ្សេងៗដោយមិនផ្អើលឡើយពួកវាមានចរិតស្លូតបូតនិងរាក់ទាក់ចំពោះប្រជាជនធម្មតាដែលជួយបង្កើតទំនាក់ទំនងល្អរវាងប៉ូលីសនិងសហគមន៍